បងប្អូននៅបន្តប្រើប្រាស់នៅប្រភេទម៉ាស៊ីនម៉ាស៊ូតដើម្បីធ្វើការតាក់ជាមួយនឹងក្បាលបូមដើម្បីបូមទឹកយកទៅប្រើប្រាស់ស្រោចដំណាំមែនទេអស់អារម្មណ៍ទៀតហើយបងប្អូនអាចងាកមកប្រើនៅឈុតសូឡាបូមទឹកទម្លាក់អណ្ដូងຂະຫນាត30សេសដែលຂະຫນាតនេះយើងធ្វើការដំឡើងជាមួយនឹងទាំងសូឡាចំនួន60សន្លឹកហើយចំពោះម៉ូទ័របូមទឹកប្រភេទនេះជាប្រភេទម៉ូទ័របូមទឹក Market Payda កម្លាំង30សេសវាអាចធ្វើការបូមទឹកបានបរិមាណ96ម៉ែត្រគីបក្នុង1ម៉ោងជាមួយនឹងកម្ពស់198ម៉ែត្រដែលឈុតនេះយើងធ្វើការបូមពីស្រះរុញទៅស្រោចដំណាំចំការទុរេននៅខាងស្ដាំដៃនោះប្រហែលជា20ហត្ថហើយចំពោះម៉ូទ័រនេះគឺយើងធ្វើការដំឡើងជាមួយនឹងតយោទំហំ100រុញចម្ងាយត្រង់ទៅត្រង់ប្រហែលជាង300ម៉ែត្រហើយនឹងរុញឡើងភ្នំចម្ងាយប្រហែលជា800ម៉ែត្រដើម្បីស្រោចស្រពដំណាំទុរេនរបស់គាត់4000ដើមបរិមាណដើមទុរេនហើយក្នុងមួយដើមទុរេនគឺគាត់ប្រើប្រាស់ជាមួយនឹងក្បាលវិលចំនួន4ជ្រើសរើសម៉ូទ័របូមទឹកសូឡាជ្រើសរើសម៉ូទ័របូមទឹក Market Payda ចំណាយតិចចំណេញច្រើនចំណាយតែម្ដងចំណេញរហូតសម្រាប់ប្រភេទម៉ូទ័របូមទឹកសូឡា Market Payda យើងក៏មានការធានាបន្ថែមរយៈពេល1ឆ្នាំទៅលើគ្រឿងបន្លាស់និងរយៈពេល3ឆ្នាំទៅលើសេវាកម្មមិនថាប្រភេទម៉ូទ័របូមទឹកទម្លាក់អណ្ដូងឬដាក់លើគោកនោះទេ